ដោយសារតែវីដេអូដែលខ្ញុំផុសមកសុំមិញហ្នឹងគឺផ្ទុះការចាប់អារម្មណ៍ច្រើនខ្លាំងមែនតើអ្នកទាំងគ្នាត្រឹមតែរយៈពេល1ថ្ងៃគឺទទួលបាន view រហូតដល់ 3M ជាងហើយក្នុងនោះក៏មានការវែកញែកច្រើនដែរអ្នកទាំងគ្នានិយាយទៅគឺមានតាំងពី comment វិជ្ជមាននិង comment អវិជ្ជមានអញ្ចឹងវីដេអូនេះគឺខ្ញុំចង់អរគុណទៅដល់បងប្អូនដែលគាត់តែងតែ comment ល្អៗ comment លើកទឹកចិត្តនិយាយទៅគឺមានមួយចំនួនទូចទេដែលគាត់ comment អវិជ្ជមានអញ្ចឹងណាអ្នកទាំងគ្នាប៉ុន្តែ comment ដែលធ្វើខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេហ្នឹងគឺមានបងប្អូនគាត់ទៅសារពីរៀងខ្ញុំច្រើនមែនតើហើយបងប្អូនខ្លះក៏គាត់ឆាតមកសួរថាខ្ញុំធ្វើមិនបានរៀងស្អាតមែនសូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំស្រឡាញ់រៀងខ្លួនឯងខ្លាំងដែរអ្នកទាំងគ្នាអញ្ចឹងមកចូលជាមានបងប្អូនគាត់ឆ្ងល់ច្រើនហើយគឺខ្ញុំមកប្រាប់ក្នុងវីដេអូនេះហ្មងទៅអញ្ចឹងអាចកំបាំងនៅពីក្រោយរៀង slim salon ស្អាតរបស់ខ្ញុំហ្នឹងគឺខ្ញុំមានជាមួយនឹងយ៉ាសាកា body shape នេះឯងអ្នកទាំងគ្នាអានេះគឺជាប្រភេទស្ដេចវីតាមីនស្រកគីឡូដែលជួយឲ្យយើងស្រកគីឡូបានលឿនខ្លាំងមែនតើអ្នកទាំងគ្នាចំពោះប្រភេទផលិតផលសម្រក់គីឡូអ្នកទាំងគ្នាដឹងស្រាប់ហើយនៅលើទីផ្សារស្រុកខ្មែរយើងគឺមានច្រើនខ្លាំងមែនតើប៉ុន្តែមុននឹងបងប្អូនសម្រាប់ចិត្តតែទិញយកទៅញ៉ាំមកបងប្អូនគួរតែស្វែងយល់ពីផលិតផលមួយនឹងឲ្យច្បាស់របស់ដែលយើងញ៉ាំចូលទៅក្នុងខ្លួនបើសិនជារបស់នឹងអត់ល្អទេគឺវាងាយនឹងបង្កបញ្ហាទៅថ្ងៃក្រោយខ្លាំងមែនតើប៉ុន្តែហេតុអីបើខ្ញុំហ៊ានមកជ្រើសរើសប្រើជាមួយនឹង brand យ៉ាសាកានេះអ្នកទាំងគ្នាដោយសារតែខ្ញុំបានដឹងពីគុណភាពវាច្បាស់ហើយខ្ញុំក៏បានតេស្តមកយូរដែរបើសិនជាផលិតផលនោះអត់ល្អទេគឺខ្ញុំអត់ហ៊ានណែនាំឲ្យអ្នកទាំងគ្នាប្រើទេអញ្ចឹងសម្រាប់អ្នកដែលគាត់កំពុងតែកាំងគីឡូចង់ស្រកគីឡូលឿនហើយដោយសុវត្ថិភាពខ្ញុំចង់ recommend ជាមួយនឹងយ៉ាសាកា body shape នេះខ្លាំងមែនតើអានេះអ្នកទាំងគ្នាអាចញ៉ាំមួយថ្ងៃមកគ្រាប់នៅពេលផឹកមុនញ៉ាំអាហារកន្លះម៉ោងគឺនឹងជួយឲ្យយើងស្រកគីឡូបានលឿនជួយដុតជាតិខ្លាញ់អាក្រក់ដែលមាននៅក្នុងរាងកាយរបស់យើងញ៉ាំត្រឹមតែមកកំប៉ុងហ្នឹងណាគឺអាចធ្វើឲ្យយើងស្រកគីឡូចាប់ពី3រហូតដល់8គីឡូស្រកដោយសុវត្ថិភាពអត់ធ្វើឲ្យយើងពិបាកក្នុងខ្លួនវិលមុខធិញថងពិបាកបត់ជើងអីទេអ្នកទាំងគ្នាដោយសារតែវីតាមីនស្រកគីឡូយ៉ាសាកានេះគឺជាប្រភេទវីតាមីនដែលផ្សំចេញពីម្សៅគ្រាប់ធញ្ញជាតិធម្មជាតិ ingredient ពិសេសផ្សេងទៀតដែលមានរូបមន្តស្តង់ដារមកពីប្រទេសបារាំងហើយដែលពិសេសខ្លាំងជាងនឹងទេអ្នកទាំងគ្នាគឺវាជួយកាត់បន្ថយចំណង់អាហារធ្វើឲ្យយើងញ៉ាំតិចជាងមុនប៉ុន្តែឆ្អែតបានយូរអញ្ចឹងទោះបីជាខ្ជិលហាត់ប្រាណខ្ជិលតមអាហារក៏អាចធ្វើឲ្យយើងស្រកគីឡូដោយសុវត្ថិភាពបានដែរ